ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបពូតវីញូនៅក្នុង Facebook ដែលជាដំបូងបងប្អូនអាចចូលទៅកាន់ជ្រុងឬក៏ប្រើសារណាមួយដែលមាននៅលើទូរស័ព្ទរបស់បងប្អូនហើយបងប្អូនសើចរកពាក្យថា jsmm.com ហើយបន្ទាប់មកបងប្អូននឹងឃើញ website របស់ JSMM ហើយបងប្អូនអាចចុចចូលជ្រើសរើស website ដែលនៅខាងលើគេបងប្អូននឹងបាននៅត្រង់ចំណុចនេះប្រសិនបើបងប្អូនជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដោយចុចចូលទៅកាន់ពាក្យថា Sign up now ហើយបងប្អូនបំពេញព័ត៌មានរបស់បងប្អូនចូលប្រសិនបើបងប្អូនមិនទាន់ចេះពីរបៀបចុះឈ្មោះទេបងប្អូនអាចចូលទៅមើលវីដេអូមុននៅក្នុង Channel របស់ពួកខ្ញុំបានដោយសារតែខ្ញុំមានគណនីស្រាប់ហើយខ្ញុំគ្រាន់តែចុចចូលទៅកាន់ពាក្យថា Sign in វិញហើយបងប្អូនអាចបំពេញយុសនាមនៅលេខសម្ងាត់របស់បងប្អូនចូលបន្ទាប់មកវានឹងចេញទម្រង់បែបនេះហើយបងប្អូនអាចចូលទៅធ្វើសេវាកម្មរបស់បងប្អូនបានដោយសារថ្ងៃនេះខ្ញុំធ្វើសេវាកម្មដែលផ្ដោតទៅលើ View Facebook អញ្ចឹងខ្ញុំចុចចូលទៅកាន់ពាក្យថា Facebook ដល់មកបងប្អូនចុចអូមកក្រោមបន្តិចមកហើយចុចចូលទៅកាន់ពាក្យថា Category ហើយក្នុងបងប្អូនដែរគឺមានសេវាកម្មជាច្រើនដែលបងប្អូនអាចជ្រើសរើសបានទៅតាមតម្រូវការរបស់បងប្អូនដូចខ្ញុំចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូដែលផ្ដោតទៅលើ View Facebook ចឹងខ្ញុំគ្រាន់តែចុចចូលទៅកាន់ពាក្យថា Facebook Video Reel View ហើយបងប្អូនចុចចូលទៅកាន់ពាក្យថា Switch កន្លែងនេះក៏ដូចគ្នាបងប្អូនអាចជ្រើសរើសបានដូចគ្នាវាមានច្រើនសេវាកម្មមែនទែនដែលបងប្អូនអាចជ្រើសរើសបានហើយសម្រាប់ខ្ញុំជ្រើសរើសទៅលើសេវាកម្មដែលនៅខាងលើនេះហើយបងប្អូនអុំក្រោមបន្តិចមកនឹងឃើញពាក្យថា link កន្លែង link នេះគឺជាកន្លែងដែលសំខាន់មែនទែនដែលតម្រូវឲ្យបងប្អូនចូលទៅ copy link នៅក្នុងវីដេអូរបស់បងប្អូនចូលឧទាហរណ៍ថាខ្ញុំចង់អូន view ទៅលើវីដេអូមួយនេះចឹងខ្ញុំគ្រាន់តែចុចចូលទៅកាន់ត្រី3ហើយចុចចូលពាក្យថា copy link បន្ទាប់មកបងប្អូនផាសវាចូលទៅក្នុង website យើងវិញហើយបន្ទាប់ពីបងប្អូនផាសវាហើយបងប្អូនអាចបំពេញចំនួន view ដែលបងប្អូនចង់អូនដែលបងប្អូនអាចបូតបានចាប់ពី100 view រហូតដល់10លាន view ហើយតម្លៃខាងក្រោមគឺជាតម្លៃដែលបងប្អូនបានប្រើប្រាស់សេវាកម្មហើយវានឹងប្រែប្រួលអូតូទៅតាមចំនួន view ដែលបងប្អូនបានបំពេញហើយបងប្អូនអាចចុចពាក្យថា submit មកបងប្អូននឹងឃើញពាក្យថា your order received មានន័យថាបងប្អូនបានចូលប្រើប្រាស់សេវាកម្មនេះបានដោយជោគជ័យហើយបងប្អូនអាចរងចាំពី1ម៉ោងទៅ2ម៉ោងឬក៏យូរជាងនេះតិចតួចទៅតាមសេវាកម្មដែលបងប្អូនបានជ្រើសរើសអរគុណបងប្អូនជម្រាបលា